អាចនិយាយបានថាខ្ញុំពិតជាថ្លើមធំខ្លាំងមែនតើហ្មងដែលចូលទៅដល់ក្រសួងទេសចរសូមឲ្យស្រុកខ្មែរយើងមាន Disneyland ណែឡប់សាហាវថាខ្ញុំរៀងមានក្តីសម័យខ្ពស់បន្តិចក៏បានដែរការទៀមទាការចង់បានខ្ញុំវាខ្ពស់អ្នកខ្លះគេទៅដល់គេសុំឲ្យកន្លែងទេសចរសូមឲ្យមានអ៊ីនធឺណិតមានអីដើរឲ្យលឿនមានផ្លូវចាក់សាបចាក់កស៊ូឲ្យវាជិះទៅត្រង់ផ្លូវស្រួលមាន sponsor ពីអូតែលមានអីដើម្បីស្រួលឲ្យ KOL ឬមួយក៏ influencer តារាអីផ្សេងទៅធ្វើការថតវីដេអូអីនៅក្នុងអីចឹងទៅហើយខ្ញុំអង្គុយសុកហ្មងខ្ញុំលើកដៃហើយខ្ញុំឃើញគេសុំខ្ញុំសុំដែរថ្លើមធំដែរខ្ញុំសុំប្រាប់ថាចេះតោះតា Disneyland អីក៏បានដែរឲ្យតែកន្លែងហ្នឹងស្រៀងហ្នឹងឲ្យតែមានរបៀបថាអត់ទេភ្លើងលើអាកាស roller coaster អីធំខ្ពស់ហើយផ្ទះខ្មោចផ្ទះអីចឹងណាព្រោះខ្ញុំឃើញរបៀបថាមានមន់ហោះមានអីដែរនៅស្រុកខ្មែរយើងតែគ្រាន់ថាវាអត់សូវជាធំធេងអីដូច Disneyland អីគេជាដីគ្រាប់ឡូរាប់ហិកតាអីហ្មងខ្ញុំចង់បានរបៀបអញ្ចឹងមិនមែនញ័រដៃណាញ័រដៃឡើងទៅញ័រដៃកាន់មីក្រូញ័រដៃហើយញ័រមកតែក្តីសម័យខ្ញុំបានខ្លាចជាការពិតអ្នកទាំងអស់គ្នាគាត់បាន complete my dream ហ្មងអាពេលហ្នឹងគាត់អត់បាននិយាយថាគាត់ព្រមឬមួយក៏អត់ទេប៉ុន្តែគាត់អត់និយាយគាត់ធ្វើហ្មងមនុស្សគេអត់បដោតទៅលើពាក្យសម្ដីអីខ្លាំងណាស់ណាគេបដោតទៅលើកាយវិការគាត់ធ្វើនៅកំពង់សោមឥឡូវនេះកំពុងតែ process ឲ្យចិត្តហើយមែនតើលើមុនខ្ញុំធ្លាប់មាន Dreamland មានអីដែរប៉ុន្តែក៏បិទទៅវិញប៉ុន្តែឥឡូវនេះនៅកំពង់សោមមានហើយមានហើយតែពេលហ្នឹងខ្ញុំមិនសុំតែមួយទេអ្នកទាំងអស់គ្នាខ្ញុំសុំពីរខ្ញុំសុំឲ្យមាន walking street ដែលដូចនៅប្រទេសជិតខាងប្រទេសអីគេផ្សេងតែអញ្ចឹងទេ China Town អីអញ្ចឹងទៅដែលយើងអាចទៅដើរលេងជាលក្ខណៈមិត្តភក្តិជាលក្ខណៈគ្រួសារឬមួយក៏ដែលសង្សារអីល្ងាចវាញ៉ាំដើរមើលអីញ៉ាំអីដែលគេបើកជានិរន្តរ៍បើករហូតសំភារនេះគឺធម្មតាទៅខែល្អច្រើនតែគាត់ថានៅទីក្រុងភ្នំពេញយើងអារម្មណ៍យើងមកចឹងយើងអត់មានពូប្រកាសការទៅសុខភាពថានៅខាងក្រៅយើងសើតែអត់ទៅមានកន្លែងជាលក្ខណៈតែជាលក្ខណៈគ្រួសារឬមួយក៏យើងឡើងយើងពីថាក្មេងៗស្គាល់ថាហើយជាខ្ញុំចូលចិត្តតាមលេងថាលេងជុំចឹងទៅគាត់ថាមហោអាហារយើងឡើងគាត់មានស្តង់មានអីអភិវឌ្ឍមានអីចឹងពួកអីអាសាមានដែរលើមុនហ្នឹងប៉ុន្តែពីអាទិត្យបិទបាត់3អាទិត្យបិទបាត់នៅតែពេញនៅអាគារបារាំងអីហ្នឹងរបៀបថាខ្ញុំអត់ទាន់បានទៅអត់ទាន់ទាំងមានពេលទនេឆ្លៀតនឹងទៅផងដោយសារតែខ្ញុំពេលខ្លះមិនសូវបាននៅពេញទេដល់ពេលមិនបានដើរទៅដល់ពេញទៅដល់កន្លែងហ្នឹងស្ងាត់ឈឹងគេបិទបាត់តែលើកនេះ Walking Street ក៏បើកបានសួនកំសាន្តដែលខ្ញុំនិយាយកាលពីផ្ដើមវីដេអូហ្នឹងក៏បើកបានដែរអូយខ្ញុំអត់មានអីក្រៅពីលើកដៃមករៀបដៃ10ទៅអរគុណទៅកាន់ពួកគាត់ដែលគាត់បានរៀបចំអ្វីទាំងអស់ហ្នឹងដើម្បីបង្កើនជាមួយនឹងភ្ញៀវទេសចរគេមកដើរលេងគេកាន់តែសបោអីលេងនៅស្រុកខ្មែរយើងអញ្ចឹងហើយមិនមែនតែខ្ញុំអរគុណគាត់ទេគាត់ក៏មានលិខិតថ្លែងអំណរគុណខ្ញុំវិញដូចគ្នាខ្ញុំ proud ហ្មងខ្ញុំខ្ញុំពេលហ្នឹងខ្ញុំនឹកឃើញអីដល់នឹកឃើញហ៊ានមែនតើហ្មងហ៊ានថ្លើមធំកាន់មីក្រូទៅសុំគេដល់ក្រសួងទេសចរតែម្យ៉ាងនៅក្នុងចិត្តខ្ញុំគិតថាពេលខ្ញុំនិយាយទៅគឺអត់ខុសខ្ញុំគ្រាន់តែនិយាយពីអារម្មណ៍ពិតនៅក្នុងអារម្មណ៍ខ្ញុំដែលខ្ញុំធ្លាប់ជួបតែធម្មជាតិរបស់យើងស្អាតខ្លាំងមែនតើហ្មងប៉ុន្តែពេលខ្លះនៅស្ទើរការដេកហើយការតុបតែងទីទួយអីចឹងទៅអញ្ចឹងលើកមុនណាពេលដែលខ្ញុំចង់ទៅដើរលេងខ្ញុំត្រូវហោះទៅស្រុកគេដើម្បីធ្វើការទៅថតរូបនៅ resort នៅអីគេអីអញ្ចឹងទៅឬមួយក៏ទៅថតនៅហាងកាហ្វេអីគេអញ្ចឹងទៅប៉ុន្តែនៅស្រុកខ្មែរយើងឥឡូវតាម resort តាមកន្លែងទេសចរតាមភ្នំតាមសមុទ្រហើយកន្លែងកាហ្វេយើងក៏ដេកគាត់មិនណយដែរអ្នកទាំងអស់គ្នាមិនបាច់ហត់ទៅជីដល់ស្រុកគេទៀតទេនិយាយស្មោះត្រង់ហ្មងតាម resort ហើយហាងកាហ្វេខ្លះដែរគាត់ចង់ឈ្នះ